កាលពីថ្ងៃទី2ខែកុម្ភៈកន្លងទៅលោក Jeff Bezos បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Amazon ដោយចង់ផ្ដោតទៅលើកិច្ចការផ្សេងៗដូចជាមូលនិធិ Day One Fund មូលនិធិ Bezos Earth Fund ក្រុមហ៊ុនយានអវកាស Blue Origin សារព័ត៌មាន The Washington Post និងកិច្ចការដទៃទៀតរៀបនឹងចុះចេញពីតំណែងជា CEO របស់ Amazon នៅចុងឆ្នាំនេះបានធ្វើឲ្យមហាជនជាច្រើនចោទជាសំណួរថាតើគាត់នឹងយកលុយទាំងអស់ដែលមាននោះទៅធ្វើអ្វីគួរបញ្ជាក់ផងដែរថា Jeff Bezos មានទឹកប្រាក់សរុបប្រមាណ $193.2 លានអាមេរិកគិតត្រឹមថ្ងៃទី8ខែកុម្ភៈនេះទំហំទឹកប្រាក់រាប់ពាន់លាន$អាមេរិករបស់លោក Jeff Bezos អាចទិញរបស់ជាច្រើនដល់ថ្នាក់កោដូចភ្នំដូចជាទី1អាចទិញលលាក្បាលដាំពេជ្រតម្លៃ$100 លានបានចំនួន1932ក្បាលទី2អាចទិញរថយន្តទំនើប Bugatti Chiron តម្លៃ$3 លានបានចំនួន64,400គ្រឿងទី3អាចសាងសង់ Telescope អវកាសរបស់ NASA តម្លៃ$1,000 លានបានចំនួន19គ្រឿងទី4អាចទិញកម្មវិធីផលិតយន្តហោះចម្បាំង F-35 អាមេរិកតម្លៃ$1.5 ត្រីលៀនបានចំនួន 20% ទី5អាចទិញក្រុមហ៊ុន Tesla តម្លៃ$818,000 លានអាមេរិកបើគិតត្រឹមថ្ងៃទី8ខែកុម្ភៈបានចំនួន 23% ទី6អាចបញ្ចប់ភាពអត់ឃ្លាននៅអាមេរិកដោយចំណាយ$25,000 លានអាមេរិកបាន7ដងទី7អាចទិញអាល់ប៊ុម Wu-Tang របស់ Martin Scorsese $2 លានបានចំនួន96,600ដងទី8អាចទិញកោះឯកជនរបស់ Larry Ellison តម្លៃ$300 លានបានចំនួន644ដង